នៅពេលដែលយើងមានចំណេះដឹងយើងទៅទីណាក៏គេចង់និយាយយល់រឿងចង់ស្ដាប់យើងចង់សមាគមរាប់អានយើងព្រោះយើងអាចផ្ដល់ផលប្រយោជន៍ទៅឲ្យគេពេលដែលយើងអត់មានចំណេះដឹងអត់មានអ្វីសង្គមមិនចាប់អារម្មណ៍នឹងយើងទេហើយពេលនោះទោះអស់លោកអ្នកយំសោកសង្រេងបែបណាក៏ដោយសង្គមនៅតែទុកអស់លោកអ្នកចោលជាដដែលធម្មតារាប់អានធម្មតានៅក្នុងជីវិតនេះគេអត់ចង់ស្ដាប់រឿងយើងបរាជ័យទេគេអត់ចង់ស្ដាប់រឿងយើងទុកសោកទេគេចង់ស្ដាប់តែរឿងអីរឿងជោគជ័យហេតុអីបានគេមិនចង់ស្ដាប់រឿងបរាជ័យរបស់យើងហេតុអីបានគេអត់ចង់ស្ដាប់រឿងដែលយើងទុកសោកមានទុកនៅក្នុងខ្លួនហ្នឹងហេតុអីពីព្រោះគេមានទុកដែរអញ្ចឹងគេចង់ស្ដាប់តែរឿងណាដែលអាចធ្វើឲ្យជីវិតរបស់គេទទួលបានជោគជ័យអញ្ចឹងខំឲ្យមែនទែនទៅទេណាមិនយូរមិនឆាប់ទេ4ឆ្នាំនឹងកន្លងផុតទៅហើយប្រគល់ណាម្ចាស់ក៏មានអង្គណាអាយុមិនតាន់មានអ្នក30អីទេណាអត់មានទេអូណាសិតតែបញ្ជនសិតតែក្រោម30ទាំងអស់ប៉ុនប្រភេទដូចចង់លើ30ទាំងអស់ណានៅពេលដែលយើងមានចំណេះដឹងយើងទៅទីណាក៏គេចង់និយាយយល់រឿងចង់ស្ដាប់យើងចង់សមាគមរាប់អានយើងព្រោះយើងអាចផ្ដល់ផលប្រយោជន៍ទៅឲ្យគេពេលដែលយើងអត់មានចំណេះដឹងអត់មានអ្វីសង្គមមិនចាប់អារម្មណ៍នឹងយើងទេហើយពេលនោះទោះអស់លោកអ្នកយំសោកសង្រេងបែបណាក៏ដោយសង្គមនៅតែទុកអស់លោកអ្នកចោលជាដដែលធម្មតារាប់អានធម្មតាអញ្ចឹងពេលនេះជាពេលដែលល្អបំផុតនៃការចាប់ផ្ដើមជីវិតនៅសាកលវិទ្យាល័យណាស្ដាប់ខ្ញុំកណានិយាយចេះដូចជាធម្មតាប៉ុន្តែនៅពេលដែលក្មួយមានអាយុច្រើនហើយមិនតាន់មានអ្វីជាមូលដ្ឋាននៅក្នុងជីវិតទេពេលនោះហើយជាការប្រឈមមុខដល់ពេលប្រកបនៃជីវិត